xua đây bằng phồn giờ ngọc kia bạn cái này nhưng mà mở đây rồi mở đấy đây chập đàm cho sài prang giờ nằm bòn hàng và nằm bong bồn này hay cái đòn đàm máu khơi đàm nè bồn đàm ní bông bồn một xóa là ní bị ọt tơ là o tê vì ọt miền plieng chẳng tới vía riêng cream cỏ tích mà còn nó ngày mua lại để dừng thọt đàm này chạy chun từ cành bông bồn dớn vì sao tại đàm ní miền tam nhom lư máu thì bông bồn nhưng mà đại bàn sao bàn tái cái chỉ cả bịch rồi chả cả prap chẳng nè đàm ní cái hai tại đàm bị bỏ sầu mà nó bông bồn nằmประเภทนำโบราณนั่นไงประเภทนำโบราณได้เมียนปีดาเมาบนปีดาเมาก็ถ้าอาจเชื่อบาจมงือนั่นไงบางคนเชื่อบาจมงือแบบโบราณได้เจอกับตอนเมียนนำเจียซ่าหรือก็นำเมาปีนาปีไหนไอ้ยังประกายด้วยเชื่อสมัยปัจจุบันเนี่ยบางคนดามนี้ยังมาทลบบานปลาแต่ปันท้ายยังทลบลือจะจากไหนวิจิประเภทนำกายโรคโดยเฉพาะเปียปูวินในจังนะบางคนยังไงกิโยเวติกายชนัยกิโยเวติเวอร์เจตนำแบบโบราณเชื่อบาโรคสมัยโบราณปีดาวมาจังนะบางคนแบบนี้ปีปอสราวบางนี่พลายเวในเปิดเดวิตุ่มจุจังเต๋อแบบกิโยพลายเวยุกรอบเปียในคลาสกิโยกรอบเตอร์ในคลาสกิโยสลักโยไอจังเต๋อบางคนยังไงให้มาแบบแพทย์ติดคือดามประมาณดำไรนี่บางคนเนี่ยดามประมาณดำไรáดามนี่คือยมต่อแต่มาดองบางคนคือยมในปีโตโกนขมิ้นvà nó pe đểยมก็ได้คล้วนบางคนnó pe đểយើងก็ได้คล้วนในปีโตให้สมัยนั้นคือมันตอนเมียนนำเป็ดไอจราอาจจะรถติดตีเนตีใบเนตีดอลเป็ดบ้านเนี่ยบางคนคือយើងจะไหนไปจะดอลตีกรองมันเมียนจังយើងจนบอดที่យើងจนบอดจังtớiวิชงายปีตีกรองบ่าวิชงายปีตีกรองจังเจตาบางคนយើងวิดามไปดามนั่นคือគាត់មានរបៀបធ្វើរបស់គាត់បាទបងចាំស្ដាប់តិចទៀតយើងនឹងស្ដាប់ពីរបៀបធ្វើការដែលនៅពីដើមហ្នឹងគឺគាត់ធ្វើម៉េចបានទៅជាថ្នាំពោដើមស្លឹកអញ្ចឹងមានរោមអញ្ចឹងគួរតែយើងហូបអត់យើងមើលទៅមិនគួរទេមែនទេបាទអញ្ចឹងនៅពេលដែលនៅក្នុងក្រុមគ្រួសារមួយមានសមាជិកគ្រួសារមួយដែលគាត់កើតជំងឺគ្រុនក្តៅខ្លាំងបងប្អូនគ្រុនក្តៅខ្លាំងហ្នឹងហើយអញ្ចឹងគាត់ឲ្យសមាជិកគ្រួសារម្នាក់ទៀតហ្នឹងទៅបេះដើមនេះបាទខ្ញុំកំពុងថតហ្នឹងអានេះគេហៅថាដើមប្រមោតរីបងប្អូនខ្លះស្គាល់ចាស់បែរជាគាត់ស្គាល់ហើយប៉ុន្តែក្មេងៗសម័យឥឡូវបែរជាមិនស្គាល់ទេបងប្អូនធ្លាប់ឃើញប៉ុន្តែមិនដឹងថាដើមហ្នឹងឈ្មោះដើមអីហើយមានអត្ថប្រយោជន៍បែបណាសម្រាប់សង្គ្រោះបឋមជាមួយនឹងយើងដែលកើតជំងឺគ្រុនក្តៅទៅពីកាលពីដើមដែលមិនទាន់មានថ្នាំពេទ្យច្រើនអញ្ចឹងណាបងប្អូនបាទអញ្ចឹងនៅពេលដែលគាត់ទៅបេះដើមនឹងមកហើយគាត់បុកឲ្យម៉ត់ឈឹងតែម្ដងបាទបុកឲ្យម៉ត់ហើយគាត់ត្រងយកតែជាតិហើយនឹងនិយាយទៅយកតែទឹកមកទេសារជាតិហ្នឹងគាត់ត្រងយកមកបាទពេលដែលគាត់ត្រងយកមកហើយគាត់ទឹកនៅដាក់លេងហ្នឹងគឺទឹកក្តៅបងប្អូនទឹកក្តៅទឹកស្អាតគាត់ត្រងយកមកហើយគាត់លេជាមួយនឹងស្ករក្រហមសម័យនោះគឺមានស្ករក្រហមបងប្អូនស្ករក្រហមយើងលេស្ករក្រហមផ្អែមអញ្ចឹងណាបាទហើយឲ្យយើងញ៉ាំបាទបន្ទាប់ពីយើងញ៉ាំហើយយើងសម្រាកបានប្រហែលជាថា10នាទីចុះ10នាទីទៅ15នាទីបងប្អូនអញ្ចឹងអាការៈឡើងកម្ដៅអាការៈរងារបស់យើងនឹងគឺថយប៉ុន្តែវាមានយើងផ្សំទៅច្រើនមុខទៀតមិនថាផ្សំនឹងថ្នាំទេយើងជ្រលក់កសែងជូតអីចឹងណាយើងជួយវាចឹងបើថាពឹងតែមួយមុខក៏ពិបាកដែរព្រោះថ្នាំនេះ
ជាប្រភេទថ្នាំបុរាណមិនមែនដូចថ្នាំពេទ្យដាក់ទៅមានប្រសិទ្ធភាពខ្លាំងហើយបងប្អូនមានដែរដឹងតែមានតែគាត់ថាវារៀងយូរអញ្ចឹងណាតែយើងជួយជ្រលក់កសែងជូតជ្រលក់កសែងអីអញ្ចឹងទៅបាទអញ្ចឹងធ្វើឲ្យអាការៈក្តៅខ្លួនគ្រុនក្តៅហ្នឹងវាអាចថយអាចថមថយមកវិញអញ្ចឹងបាទអញ្ចឹងនេះជាអត្ថប្រយោជន៍ដើមប្រម៉ៅដំរីបងប្អូនតែប្រម៉ៅដំរីនេះបងប្អូនខ្លះគាត់អត់ស្គាល់ហើយក្មេងៗខ្លះឥឡូវគេអត់លេងហូបហើយព្រោះពីដើមវាផ្សេងសម័យឥឡូវតាមវាអញ្ចេះយើងអាចជួយទៅប្រើបានទៀតទេបងប្អូនដូចយើងដឹងស្រាប់ហើយសម័យឥឡូវនេះគឺយើងប្រើគីមីច្រើនតាមវាលតាមស្រែចម្ការអញ្ចេះគឺយើងប្រើថ្នាំប្រើជីអញ្ចឹងដើមហ្នឹងវាអាចបាត់បង់គុណភាពផ្នែកឱសថហ្នឹងវាទៅជាអាចផ្លាស់ប្ដូរទៅជាអាចពលនេះយើងថាបានទេបើយើងអត់ដឹងបងប្អូនណាហើយយើងអត់ដែលបានសាកមើលយើងអត់ដែលបានប្រើវាទៀតទេដោយសារតែបច្ចុប្បន្នយើងមានឱសថបាទបច្ចេកវិទ្យាទំនើបច្រើនថ្នាំពេទ្យនិយាយរួមទៅថ្នាំពេទ្យច្រើនហើយអាចរកទៅងាយវាអត់ដូចពីដើមទេប៉ុន្តែដែលយើងថតយកមកនេះគឺយើងចង់ចែកជូនបងប្អូនឲ្យដឹងពីអត្ថប្រយោជន៍ដើមរុក្ខជាតិនៅលើផ្ទៃដីខ្មែរយើងគឺមានអត្ថប្រយោជន៍ច្រើនបងប្អូនដើមនេះក៏អាចជាថ្នាំហើយនេះដើមស្លឹកនេះដើមស្លឹកនេះអានេះគេហៅថាដើមកវលជ្រូកបងប្អូនហៅថាដើមកវលជ្រូកនៅខាងខ្ញុំបើនៅកន្លែងផ្សេងខ្ញុំអត់ដឹងថាគេហៅអីទេអានេះគេហៅថាដើមកវលជ្រូកហើយវាមានមើមទេបងប្អូនអានេះមិនដឹងតែមានមើមមកនៅទេជាមួយខ្ញុំដកឲ្យបងប្អូនមើលវាមានមើមវាហ្នឹងក៏អាចទៅជាថ្នាំដែរបងប្អូនអាចទៅជាថ្នាំគេហៅថាថ្នាំអកឬក៏ថ្នាំអីខ្ញុំភ្លេចបាត់ហើយមានមើមវានេះអានេះវាអត់មានទេអានេះវានៅទូចវានៅទូចវានៅខ្ចីវាអត់មានមើមវាហ្នឹងនេះវាកើតមើមតិចតិចបងប្អូននេះមើមវានេះអត់ច្បាស់ទេវាអត់ច្បាស់នេះចប់វាអត់ច្បាស់នេះបងប្អូនមើលនេះតែច្បាស់ដែរមើមហ្នឹងវាមានរសជាតិខ្ទិះហើយខ្ទិះហឹលនៅពេលដែលយើងតឹងច្រមុះនៅពេលដែលយើងតឹងច្រមុះហ្នឹងយើងអាចមកវិញទៅយើងអង្គុយដកហ្នឹងហើយយើងទៅពេលតិចអាចធូរបងប្អូនមែនណាចេះអសតហើយនេះដើមវានេះស្មៅដែលហៅថាស្មៅហ្នឹងប៉ុន្តែយើងអត់ដឹងថាគុណប្រយោជន៍អាប្រភេទស្មៅអស់ហ្នឹងវាមានអត្ថប្រយោជន៍ស្លឹកវាស្មៅទេប៉ុន្តែមើមវាអាចរាប់បញ្ចូលជាថ្នាំបានណាបងប្អូនខ្ញុំក៏ធ្លាប់ហូបដែរអានេះខ្ញុំធ្លាប់ហូបហ្មងខ្ញុំធ្លាប់ដកមើមវាអាដើមវាល្អខ្លះខ្ញុំដកវាមកខ្ញុំហូបវារសជាតិវាមានខ្ទិះហើយវាមានជាតិហឹលហ្នឹងដាក់មកមានអារម្មណ៍ទៅធូរហើយស្វាងពេលយើងត្រូវអត់ទៅស្រួលខ្លួនអីចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងប៉ុន្តែនេះជាគាត់ការចែករំលែកហើយនឹងប្រាប់ពីអត្ថប្រយោជន៍ដល់ពេលដែលអត្ថប្រយោជន៍រុក្ខជាតិនៅតាមវាលស្រែរបស់យើងអញ្ចឹងណាវាមានអត្ថប្រយោជន៍ច្រើនដែលយើងអត់ដឹងអញ្ចឹងណាបងប្អូនអញ្ចឹងយើងចែករំលែកនេះទៅកាន់បងប្អូនយើងដែលគាត់អត់ដឹងអញ្ចឹងណាជាពិសេសក្មេងៗគឺអានតែអីទិញទួចទៅទិញថ្នាំហើយអាថ្នាំធម្មជាតិរបស់យើងនេះអត់ប៉ះពាល់សុខភាពទេណាតែបើថ្នាំពេទ្យអាចប៉ះពាល់សុខភាពអញ្ចឹងវាជាពីជំងឺគ្រុនក្តៅវាទៅធ្វើទុកប្រងនោមធ្វើទុកពលានអីចឹងណាបាទដែលយើងប្រើប្រាស់វាច្រើនលើកម្រិតប៉ុន្តែបើថ្នាំរុក្ខជាតិថ្នាំធម្មជាតិបែបនេះគឺអត់មានប៉ះពាល់ដល់ផ្នែកខាងហ្នឹងទេអញ្ចឹងវាមិនបែបប៉ុន្តែប្រសិទ្ធភាពឲ្យលឿនដូចថ្នាំពេទ្យថ្នាំសម័យឥឡូវគឺអត់ដល់ទេអញ្ចឹងបងប្អូនហើយថ្នាំធម្មជាតិបែបនេះគឺវាអត់អាចថាត្រូវ 100%ទេអាចថា50អីចឹងណាបងប្អូនបាទអញ្ចឹងគាត់ចែករំលែកថាស្មៅរុក្ខជាតិនៅលើដីបើយើងដែលយើងរស់នៅរាល់ថ្ងៃនេះមានប្រភេទជាឱសថច្រើនដែលយើងអត់ដឹងអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងយើងគាត់ចែករំលែកចំណេះដឹងខ្លះក៏ដូចជាដឹងឲ្យដឹងពីអត្ថប្រយោជន៍រុក្ខជាតិនៅលើទឹកដីរបស់ខ្មែរយើងណាថាមានប្រយោជន៍ច្រើនមែនទែនបងប្អូនបាទអរគុណច្រើនហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនគឺយើងនឹងវិលត្រឡប់មកជួបគ្នាសាជាថ្មីនឹងចំណេះដឹងថ្មីប្លែកៗទៀតបាទទៅកាន់បងប្អូនយើងដែលមិនទាន់ដឹងពីអត្ថប្រយោជន៍រុក្ខជាតិនៅក្នុងទឹកដីស្រុកខ្មែររបស់យើងមិនដែរអរគុណបាយបាយ